ជំពូកទី2អំពីព្រះមហាក្សត្រមាត្រា13ថ្មីក្នុងរយៈពេល7ថ្ងៃយ៉ាងយូរព្រះមហាក្សត្រថ្មីនៃព្រះជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិមានប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភានាយករដ្ឋមន្ត្រីសម្ដេចព្រះសង្ឃរាជគណៈមហានិកាយនិងគណៈធម្មយុត្តនិកាយអនុប្រធានទី1និងអនុប្រធានទី2ព្រឹទ្ធសភាអនុប្រធានទី1និងអនុប្រធានទី2រដ្ឋសភាការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិនឹងមានកំណត់ក្នុងច្បាប់មួយសូមអរគុណជួបគ្នានៅវីដេអូក្រោយ